Song Swakumakan The Breaking Coin នាយករដ្ឋមន្ត្រីថៃឆាន់វីរៈគុណនិយាយថានឹងលែងមានការចរចាជាមួយកម្ពុជាទៀតហើយប្រពន្ធពីអ៊ីស្វីសយ៉ាថ្ងៃទី8ខែធ្នូឆ្នាំ2025ប្រទេសថៃនឹងលែងមានការចរចាជាមួយកម្ពុជាទៀតហើយការនេះត្រូវបានប្រកាសនៅថ្ងៃទី8ខែធ្នូដោយនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃអនុทิនឆាន់វីរៈគុណកាសែត The Nation បានដកស្រង់សម្ដីរបស់លោកថាចាប់ពីពេលនេះទៅនឹងលែងមានការចរចាទៀតហើយដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាកម្ពុជាត្រូវតែអនុវត្តតាមមារយាដែលកំណត់ដោយប្រទេសថៃមួយថ្ងៃមុនកាសែតខោសូតបានរាយការណ៍ថាយោធាកម្ពុជាបានបើកការបាញ់ប្រហារលើមូលដ្ឋានយោធាអនុពងនៅក្នុងប្រទេសថៃដោយបានសម្លាប់ទាហានថៃម្នាក់និងរបួស2នាក់ទៀតកងទ័ពថៃបានអំពាវនាវដល់ប្រជាជននៅតំបន់ព្រំដែននៃខេត្តចំនួន4ដែលមានទីតាំងនៅតាមបណ្ដោយព្រំដែនជាមួយកម្ពុជាឲ្យជម្លៀសទៅកាន់ទីជម្រកខណៈពេលដែលមានការគំរាមកំហែងនៃការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងដោយឡែកឧត្តមសេនីយ៍ឆៃយ៉ាប្រេកដួងប្រាផាត់មេបញ្ជាការកងទ័ពថៃបានធ្វើការកត់សម្គាល់ដែលត្រូវបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទថាកងទ័ពថៃបានកំណត់គោលដៅក្នុងការធ្វើឲ្យខូចសមត្ថភាពយោធារបស់កម្ពុជាដោយមានគោលបំណងបន្សាបការគំរាមកំហែងរបស់កម្ពុជាក្នុងរយៈពេលយូរខាងមុខ